ឥឡូវនេះខ្ញុំធ្វើការសម្ភាសទៅលើ Miss Rollin ជាប់ជាកំបងកញ្ញា Photo City លេខ1បាទតើកញ្ញាមានអារម្មណ៍យ៉ាងម៉េចដែរបាទវិញនេះខ្ញុំមានអារម្មណ៍សប្បាយរីករាយមែនតើបន្ទាប់ពីជាប់ជា Miss Rollin នេះខ្ញុំបានទទួលរង្វាន់អំបោសនេះមួយម៉ូតូ Charlie មួកសុវត្ថិភាពនៅអង្គរ Big Bow ដែលនេះខ្ញុំមានអារម្មណ៍សប្បាយជាពិសេសនេះគឺមកគាត់ដែលធ្វើពីពីកន្លែងនេះដូចមែនតើចានេះខ្ញុំជា Miss Universe ចឹងពេលដេកពេលលោកមកពេលឈឺអត់នេះខ្ញុំតែពាក់មកគាត់ចប់ចាស្បីតែពេលគ្នាខ្ញុំជិះម៉ូតូនេះខ្ញុំត្រូវតែដោះមកគាត់ជែងហើយនេះខ្ញុំពាក់មួកសុវត្ថិភាពហើយនេះខ្ញុំដាក់មកគាត់ពីលើទៅគេថាខ្ញុំជា Miss Universe អញ្ចឹងទេគេអត់ដឹងទេសប្តាហ៍នេះខ្ញុំក្រៅពីធ្វើកិច្ចការសប្បុរសធម៌ជាច្រើននេះខ្ញុំបានចូលរួមលើកកម្ពស់ការ STEAM និង Sauna Massage ចង់ដឹងថាកញ្ញាពេលដែលទទួលព្រៀនជាប់ចំណាត់ថ្នាក់លេខ1 Miss Photo City នេះតើកញ្ញានឹងមានដូចថាធ្វើអំពើល្អដើម្បីដល់សង្គមបាទតែនេះខ្ញុំដូចជាជួយលៀងអាចឲ្យកម្លាំងកំព្រាថានិយាយទៅកិច្ចការសប្បុរសធម៌នេះខ្ញុំចូលចិត្តណាស់នេះខ្ញុំចិត្តចង់ទៅស្ដារលូពេលដែលនេះស្ទះខែភ្លៀងម្ដងចានេះខ្ញុំពិតជាមានអារម្មណ៍ថានេះខ្ញុំបានធ្វើកិច្ចការមួយជូនដល់ប្រជាពលរដ្ឋចាលូបងលូស្ដាច់ស្អុយណាអញ្ចឹងនៅពីការថាសម្ផស្សវិញបាទតែកញ្ញាមានការថាស្បែកយ៉ាងម៉េចដែរបានស្បែកកញ្ញាសោកស្ដាយមែនទេគ្រឿងស្បែកនេះគឺធម្មតាទេបងខ្ញុំចូលចិត្តត្រាំទឹកតែគេស្ទុំហើយនោះអូទឹកនោះពិតជាស្រួលមែនហើយសំខាន់ទៅទៀតនោះការបើជាតិតែគឺនេះខ្ញុំយកឆ្លើងមកបុកជាមួយត្បាល់យកអាកាសនោះមកពុកស្បែកគឺបុកស្បែកទៅឆ្លើងទេបងខ្ញុំខ្មៅតែម្ដងណាមួយទៀតគឺថាកញ្ញាដែលជាប់ចំណិតភ័ក្រនេះគឺពីប្រវត្តិមួយទៀតនេះគឺថាជំរាបសួរគឺថាមើលទៅឆាំវិញមែនតើចង់ឲ្យធ្វើកញ្ញាជំរាបសួរសេចជនមួយជំរាបសួររបៀបខ្មែរគ្រប់លក្ខបាទចាខ្ញុំរាប់ណា1 2 3អូយពិតជាស្អាតមែនកញ្ញាពិតជាស្អាតមែនទែនចង់ដឹងថាជាចុងក្រោយនេះកញ្ញាមានអ្វីប្រែផ្ដាំទូសេចជនទេបាទចានេះខ្ញុំសូមផ្ដាំដល់មិត្តយុវវ័យថាបើសិនជាចង់ចូលរួមប្រកួតMiss Photo City សូមកុំភ្លេចទំនាក់ទំនងតាមលេខទូរស័ព្ទដែលមាននៅក្រៅកញ្ចក់ទូរទស្សន៍តំណែងហ្នឹងនេះខ្ញុំសប្បាយសិនតែនេះខ្ញុំអត់ចង់បាត់បង់មកគាត់នឹងទេទៅធ្វើម៉េចបើវាត្រូវតែបាត់នៅឆ្នាំក្រោយតែខ្ញុំសូមតាមញ៉ាថាគុំប្រឡងអីល្អជាងមិនបានសុខណា